ជារៀងរាល់ថ្ងៃអាទិត្យមុនពេលដែលខ្ញុំចែកចាយខ្ញុំតែងតែនិយាយថាសូមព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយខ្ញុំការស្គាល់ព្រះវិញ្ញាណបរិសុទ្ធដូចជាយើងស្គាល់មនុស្សណាម្នាក់គឺសំខាន់ណាស់នៅឆ្នាំ1964ពេលនោះព្រះវិហារខ្ញុំមានសមាជិកតែ3000នាក់ហើយមិនមានចំនួនកើនឡើងថែមទៀតទេខ្ញុំព្យាយាមណាស់ខ្ញុំធ្វើគ្រប់កិច្ចការទាំងអស់តែចំនួនសមាជិកនៅតែដដែលដូច្នេះហើយខ្ញុំស្រែកយំទៅកាន់ព្រះម្ចាស់តើទូលបង្គំអាចមានត្រឹមតែសមាជិក3000នាក់នឹងមែនទេតែមិនដូច្នោះទេនៅព្រឹកមួយបន្ទាប់ពីការជួបជុំអធិដ្ឋានចប់សមាជិកក្រុមជំនុំបានចេញទៅអស់ហើយនៅសល់តែខ្ញុំម្នាក់ខ្ញុំបានចាប់ផ្ដើមអធិដ្ឋាននិងបើកដួងចិត្តរបស់ខ្ញុំទៅកាន់ព្រះអង្គខ្ញុំអង្វរសូមព្រះអង្គឲ្យទ្រង់បញ្ជូនព្រលឹងវិញ្ញាណមកថែមទៀតហើយខ្ញុំក៏បានគេងលក់គឺខ្ញុំគេងលក់យ៉ាងស្កប់ស្កល់ខ្ញុំមានអារម្មណ៍ថាខ្ញុំនៅជាប់ជាមួយនឹងវត្តមាននិងសេរីរុងរឿងរបស់ព្រះអង្គបន្ទាប់មកខ្ញុំបានឮសំឡេងដ៏អស្ចារ្យពីព្រះអង្គទ្រង់បានបន្ទូលសួរខ្ញុំថាតើអ្នកចង់ឃើញព្រះវិហាររបស់អ្នកមានសមាជិកកើនឡើងមែនទេខ្ញុំឆ្លើយថាបាទហើយទ្រង់មានបន្ទូលទៀតថាបើដូច្នោះចូលឆ្លើយនឹងសំណួរយើងនៅពេលប្រជាជនអ៊ីស្រាអែលឆ្លងកាត់វាលរហោស្ថានហើយបើពួកគេត្រូវទៅចាប់សត្វក្រួចដោយដៃទទេនោះតើពួកគេចាប់បានសត្វក្រួចប៉ុន្មានខ្ញុំបានឆ្លើយថាបើចាប់ដោយដៃទទេហើយសត្វក្រួចចេះហើរទៀតនោះខ្ញុំគិតថាពួកគេចាប់មិនបានច្រើនទេហើយប្រហែលជាពួកគេកើតជំងឺស្លាប់មួយជំហានខ្លួនដោយសារកម្ដៅថ្ងៃទៀតផងទ្រង់មានបន្ទូលទៀតថាចុះបើយើងធ្វើឲ្យមានខ្យល់ព្យុះបក់សត្វក្រួចទាំងនោះតើពួកគេអាចចាប់បានប៉ុន្មានខ្ញុំបានឆ្លើយថាសត្វក្រួចនឹងធ្លាក់ពីលើមេឃដោយធូលីដីពួកគេនឹងរើសសត្វក្រួចបានកោដោយភ្នំទ្រង់មានបន្ទូលថែមទៀតថាអ្នកចង់ឲ្យគេទទួលការសង្គ្រោះដោយកម្លាំងនិងប្រាជ្ញាខ្លួនឯងឬអ្នកកំពុងហត់ដោយខ្លួនឯងរហូតដល់ស្លាប់ហេតុអ្វីបានជាអ្នកមិនពឹងអាងលើព្រះវិញ្ញាណបរិសុទ្ធវិញខ្យល់ព្យុះនឹងបក់មនុស្សមានបាបឲ្យមកព្រះវិហាររបស់អ្នកខ្ញុំក៏បានឆ្លើយថាទូបង្គំស្គាល់ព្រះវិញ្ញាណបរិសុទ្ធទូបង្គំបានកើតជាថ្មីដោយព្រះវិញ្ញាណបរិសុទ្ធទូបង្គំបានទទួលព្រះវិញ្ញាណបរិសុទ្ធទូបង្គំនិយាយភាសាដទៃទូបង្គំស្គាល់ព្រះវិញ្ញាណបរិសុទ្ធទាំងអស់បន្ទាប់មកខ្ញុំឮសំឡេងមួយប្រាប់ខ្ញុំថានេះគឺជាអ្វីដែលអ្នកគិតអ្នកបានចាត់ទុកព្រះវិញ្ញាណបរិសុទ្ធដូចជាអ្វីក៏បានកុំរាប់ព្រះវិញ្ញាណបរិសុទ្ធដូចជាអ្នកលេងកីឡាព្រះវិញ្ញាណបរិសុទ្ធគឺជាមនុស្សដែលមានចំណេះដឹងមានអារម្មណ៍អ្នកត្រូវតែចោះចូលនឹងព្រះវិញ្ញាណបរិសុទ្ធហើយព្រះវិញ្ញាណបរិសុទ្ធគួរតែជាដៃគូនិងជាគ្រូគង្វាលរៀមច្បងរបស់អ្នកមិនគួរប្រើប្រាស់ព្រះវិញ្ញាណបរិសុទ្ធទេពេលនោះខ្ញុំមានការភ័យខ្លាចហើយខ្ញុំដើរចេញមកប្រញាប់ទៅការិយាល័យរបស់ខ្ញុំហើយបើកមើលនៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក13និយាយពីការប្រកបគ្នាជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធខ្ញុំបានរាប់ព្រះវិញ្ញាណបរិសុទ្ធដូចជាមនុស្សដទៃនិងព្យាយាមប្រើប្រាស់ព្រះវិញ្ញាណបរិសុទ្ធខ្ញុំបាននិយាយថាព្រះវិញ្ញាណបរិសុទ្ធអើយទូលបង្គំសារភាពអំពើបាបរបស់ទូលបង្គំដោយសារទូលបង្គំខ្វះការចេះដឹងទូលបង្គំបានរាប់ព្រះវិញ្ញាណបរិសុទ្ធដូចជាអ្នកដទៃប៉ុន្តែទ្រង់ជាព្រះរបស់ទូលបង្គំច្រើនឆ្នាំកន្លងមកហើយបើខ្ញុំរាប់ភរិយាខ្ញុំដូចជាអ្នកដទៃនោះភរិយាខ្ញុំនឹងរៀបបង្វិចចោះចោលខ្ញុំមិនខានមនុស្សម្នាក់គួរតែទទួលបានការទទួលស្គាល់ការស្វាគមន៍និងការយកចិត្តទុកដាក់ព្រះវិញ្ញាណបរិសុទ្ធគឺជាមនុស្សតែម្នាក់ដែលបាននៅជាមួយអ្នកតាំងពីអ្នកទទួលបានការសង្គ្រោះអ្នកគួរតែស្វាគមន៍ព្រះវិញ្ញាណបរិសុទ្ធសរសើរដំណើរទ្រង់ថ្វាយបង្គំទ្រង់ដូចជាទ្រង់ជាមនុស្សតែម្នាក់អញ្ចឹងពេលដែលខ្ញុំស្គាល់ព្រះវិញ្ញាណបរិសុទ្ធដោយស្គាល់មនុស្សម្នាក់ខ្ញុំចាប់ផ្ដើមសារភាពអំពើបាបដែលមិនបានរាប់ព្រះវិញ្ញាណបរិសុទ្ធឲ្យបានត្រឹមត្រូវខ្ញុំក៏និយាយថាអោព្រះវិញ្ញាណបរិសុទ្ធអើយសូមអត់ទោសឲ្យទូលបង្គំផងចាប់ពីថ្ងៃនេះទៅទ្រង់គឺជាគ្រូគង្វាលរៀមច្បងរបស់ទូលបង្គំហើយទូលបង្គំគ្រាន់តែជាគ្រូគង្វាលទូលបង្គំនឹងមិនធ្វើអ្វីដែលគ្មានការអនុញ្ញាតពីទ្រង់ឡើយចាប់ពីពេលនោះមកខ្ញុំនិយាយថាអោព្រះវិញ្ញាណបរិសុទ្ធទូលបង្គំស្វាគមន៍ទ្រង់ទូលបង្គំទទួលស្គាល់ទ្រង់ទូលបង្គំថ្វាយបង្គំទ្រង់ទូលបង្គំសរសើរដំណើរទ្រង់ទូលបង្គំពឹងអាងលើទ្រង់សូមព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយកូនបន្ទាប់មកខ្ញុំនិយាយថាព្រះវិញ្ញាណបរិសុទ្ធកូនអូព្រះគុណទ្រង់ដែលបានចាក់ប្រេងតាំងឲ្យទូលបង្គំហើយថ្ងៃនេះមុនពេលដែលខ្ញុំមកទីនេះពេលខ្ញុំនៅផ្ទះខ្ញុំនិយាយថាសូមព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយកូនការនេះបានคล้ายជានិស្ស័យធម្មជាតិទី2របស់ខ្ញុំហើយព្រះវិញ្ញាណបរិសុទ្ធជាគ្រូគង្វាលនិងជាដៃគូរៀមច្បងរបស់ខ្ញុំដើម្បីឲ្យមានការប្រកបគ្នាហើយអ្នកមិនអាចប្រកបគ្នាជាមួយនឹងសត្វបានឡើយព្រោះពួកគេមិនមានភាពផ្ទាល់ខ្លួនទេដើម្បីមានការប្រកបគ្នាយើងត្រូវទទួលស្គាល់លើកដំកើងនិងសេចក្តីស្រឡាញ់ភរិយាខ្ញុំជាមនុស្សដូច្នេះហើយខ្ញុំទទួលស្គាល់គាត់ជាមនុស្សខ្ញុំសរសើរគាត់ស្រឡាញ់គាត់និងនិយាយការល្អអំពីគាត់បើមិនដូច្នេះទេខ្ញុំប្រហែលជាគ្មានអាហារពេលព្រឹកញ៉ាំទេដូច្នេះ
ពេលព្រះវិញ្ញាណបរិសុទ្ធស្គាល់អ្នកណាម្នាក់អ្នកគួរលើកដំកើងព្រះវិញ្ញាណបរិសុទ្ធជារៀងរាល់ព្រឹកអ្នកគួរនិយាយនៅពេលដែលអ្នកក្រោកឡើងអោព្រះវិញ្ញាណបរិសុទ្ធអើយទូលបង្គំស្រឡាញ់ទ្រង់ទូលបង្គំស្គាល់ទ្រង់ទូលបង្គំលើកដំកើងទ្រង់សូមព្រះវិញ្ញាណបរិសុទ្ធយាងគង់ជាមួយទូលបង្គំសូមចាក់ប្រេងតាំងឲ្យទូលបង្គំអនុញ្ញាតឲ្យទូលបង្គំជាដៃគូទ្រង់ទាំងពន្ធកិច្ចនិងការងារក្រុមជំនុំផងទ្រង់គឺជាដៃគូរៀមច្បងទូលបង្គំគ្រាន់តែជាដៃគូធម្មតាសូមឲ្យទូលបង្គំធ្វើការជាមួយទ្រង់ផងខ្ញុំរងចាំព្រះវិញ្ញាណបរិសុទ្ធទាល់តែព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្តខ្ញុំនិងបង្ហាញខ្ញុំពីបំណងព្រះハរតីទ្រង់ហើយខ្ញុំព្យាយាមបំផុតដើម្បីរួបរวมនិងរស់នៅជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធពេលដែលខ្ញុំមកឈរនៅមុខទៀន7ដើមខ្ញុំបាននិយាយថាអោព្រះវិញ្ញាណបរិសុទ្ធអើយទូលបង្គំស្គាល់ទ្រង់ទូលបង្គំស្វាគមន៍ទ្រង់ទូលបង្គំលើកដំកើងទ្រង់ទូលបង្គំស្រឡាញ់ទ្រង់ទ្រង់គឺជាគ្រូគង្វាលនិងជាដៃគូរៀមច្បងនៃទូលបង្គំព្រះវិញ្ញាណបរិសុទ្ធសំយាងមកមុនទូលបង្គំនឹងដើរតាមទ្រង់បន្ទាប់មកមានរឿងមួយបានកើតឡើងពេលដែលខ្ញុំមកចែកចាយខ្ញុំមានអារម្មណ៍ថាព្រះវត្តមានទ្រង់និងអំណាចរបស់ទ្រង់គង់ជាមួយខ្ញុំហើយសមាជិកក្រុមជំនុំ 3000 នាក់នោះត្រូវបានកើនឡើងក្រុមជំនុំរបស់ខ្ញុំបានចាប់ផ្ដើមរីកចម្រើនពី 7000 នាក់ទៅ 10000 នាក់ហើយបន្ទាប់មកខ្ញុំក៏លាឈប់ពីក្រុមជំនុំនោះខ្ញុំទៅក្រុមជំនុំនៅកោះមួយនៅទីនោះយើងបង្កើតក្រុមជំនុំមានសមាជិកពី 12000 នាក់ទៅដល់ 75000 នាក់ហើយការទាំងអស់នោះគឺព្រះវិញ្ញាណបរិសុទ្ធជាអ្នកធ្វើខ្ញុំមិនបានធ្វើអ្វីទេខ្ញុំគ្រាន់តែចង់ធ្វើការជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធដែលធ្វើការនៅក្នុងខ្ញុំ